Okay, so đây nè ngọc ní chân ngày nắng dương mà thờ cả install CentOS chân ní cứ nhung phờ đọc khá làm bài install CentOS nắng nơi trong container chân nhung miền đọc khá compose đấy đôi này nè ngọc ní mới hay email cứ nhung phờ CentOS stream version đó bài nhung phô bị Quay.io máu chân container nhung ban đã cho mô tả CentOS appต่อมานี่คือเชื่อ command นั่ง config ให้ network นี้ยมដាក់ CentOS network ได้ยมบานประกาศ network นั่ง house ไว้ให้นี่ยมmove វាមក home ដើម្បីឲ្យវា clean តិចចឹងនេះគឺក៏ volume ខ្ញុំចឹងខ្ញុំ move វាមកលើវិញហើយ network ហ្នឹងខ្ញុំបានបង្កើតវាហើយខ្ញុំឲ្យអ្នកនរគ្នាមើលនេះគឺ network ដែលខ្ញុំបានបង្កើតហើយអញ្ចឹងចំពោះ volume គឺខ្ញុំ mount វាមក folder data ដូចគ្នាអញ្ចឹង raw data របស់ CentOS នឹង mount មក volume CentOS data ហ្នឹងអញ្ចឹងឥឡូវខ្ញុំ compose container នឹងមកដើម្បី set up CentOSចឹងនេះគឺវាលឿនដោយសារតែ image ហ្នឹងខ្ញុំ pull ហើយចឹងវាអត់ត្រូវការពេលទេចឹងនេះគឺយើងមើលបាន container របស់ខ្ញុំនេះដែលខ្ញុំapp វាមិញគឺ CentOS app ហ្នឹងចឹងយើងបាន app CentOS បានហើយដែលជា Docker container ហ្នឹងនេះអ្នកនរគ្នាអាចមើលបានដែលវា display នៅលើ container UI ដែលខ្ញុំប្រើវាសម្រាប់ manage Docker របស់ខ្ញុំតែខ្ញុំអត់ប្រើ Docker desktop ទេគឺខ្ញុំប្រើ container សម្រាប់ manage Docker ដែលមាន UI មើលចឹងទៅវាងាយស្រួលចឹងឥឡូវយើង execute ទៅ container ដែលយើងបានតម្លើងហ្នឹងដើម្បីប្រើប្រាស់ CentOS ហ្នឹងចឹងខ្ញុំវាយ command docker execute មកហើយយើងដាក់ container name របស់យើង IT យើង execute ជាបាសកន្លែងនេះខុស command ដូចជា docker execute ដាក់ IT ហើយដាក់ container name CentOS app មកហើយបន្ទាប់មកដាក់បាស SA ក៏បានដែរអញ្ចឹងយើង execute ចូលមកអូខេនេះចូលបានហើយអញ្ចឹងយើង execute ចូល CentOS យើងនេះគឺ root user ហើយ data គឺអត់ទាន់មានអីទេដោយសារយើងទំតែ install CentOS របស់យើងអញ្ចឹងការ install CentOS នៅលើ Docker container របស់យើងគឺអូខេហើយវា work ហើយតែយើងអាចប្រើវានៅពេលក្រោយបាននេះគឺជា root folder ទាំងអស់ directory ទាំងអស់របស់ CentOS ហ្នឹងអញ្ចឹងយើងអាចចាប់ផ្ដើមប្រើវាបានហើយដែលយើង install វាដូចជាអត់មានអីទេនេះគឺយើងគ្រាន់តែ install វាប៉ុណ្ណឹង step ហ្នឹងហើយ exit វិញមកអញ្ចឹងនេះគឺ container យើងអាចមើលទៅ container ហ្នឹងហើយនេះគឺយើងអាចប្រើ container ដែលខ្ញុំតម្លើងហ្នឹងក៏អាច execute ទៅ CentOS ហ្នឹងតាមUI របស់ container ហ្នឹងបានហើយគេចុច line នេះមកហើយយើង connect ទៅគឺ execute ទៅ terminal ដូចគ្នាអញ្ចឹងយើងអាចប្រើលើនេះក៏បានដែរអញ្ចឹងចប់ហើយអរគុណអ្នកនរគ្នា